ណាសូមគ្រប់ថ្លែងកំកូនចាស់ត្រូវជសួរបងប្អូនចាវីដេអូបន្តទៀតណាចាចឹងគឺថ្ងៃនេះគឺចាខ្ញុំកណានេះខ្ញុំមានពេលតនេពេលព្រឹកតិចចាព្រោះពេលថ្ងៃត្រូវរៀបសភៅដាក់ផ្ញើទៅបងប្អូនទៀតហើយចាយកទៅដាក់នៅក្រុមហ៊ុនអញ្ចឹងគឺថតវីដេអូបញ្យល់ចាចាប់ពីតពីវីដេអូមុនណាបងប្អូនចាចឹងដើម្បីមើលអំពីគូក្រុងអីគឺយើងមើលគាត់ទៅចាហ្នឹងគឺកាលណាបងប្អូនកូនចាស់ឃើញនេះផ្ទះអវិជ្ជមានណាគេហៅថាផ្ទះបាបអកុសលគឺបងប្អូនកុំចាំមើលផ្ទះអរិនឹង1ព្យាយៈនឹង2មរណៈ3ហិនៈ4រកបន្ទាត់ដៃអត់ឃើញតែគេនឹងកាន់ឈើហ្មងចាចឹងបងប្អូនកូនចាស់មើលណាកាលណាធ្លាក់ទៅក្នុងនេះហៅថាធម្មពលភពនឹងគឺធ្លាក់ចុះខ្សោយមួយហើយចាភពទាំង7នឹងភពណាមួយក៏បានដែរឲ្យតែធ្លាក់ទៅក្នុងព្យាយៈហិនៈមរណៈឬក៏អរិបានន័យថាធម្មពលភពនឹងគឺចុះខ្សោយហើយធម្មពលភពដែលយើងដើរនៅក្នុងតារាងកំណើតរបស់គាត់ណាបងប្អូនកូនចាស់ចឹងឧទាហរណ៍គាត់កើតនៅក្នុងថ្ងៃអាទិត្យនេះបងប្អូនកូនចាស់មើលណាចាហើយភពច័ន្ទរបស់គាត់គឺធ្លាក់មកជាអរិនឹង1ភពច័ន្ទរបស់គាត់ធ្លាក់មកហិនៈនឹង2ចាអញ្ចឹងភពច័ន្ទយើងសម្ដៅទៅលើអីខ្លះបងប្អូនកូនចាស់សម្ដៅទៅលើការនិយាយស្ដីទន់ភ្លន់ចេះយកចិត្តយកថ្លើមមញែកមញក់ចាសម្រាប់ដួងចេតាណាដែលមានភពច័ន្ទស្អាតចឹងគឺអ្នកនងគាត់ប្រកាយប្រខាងទន់ភ្លន់បើស្រីចឹងគេហៅថាកិរិយាស្ត្រីណាចេះយកចិត្តយកថ្លើមចាចូលចិត្តចាញ់ដើរក្នុងសង្គមអីចឹងគឺសបោគេស្រឡាញ់ចូលចិត្តរាប់អានដោយសារអីគាត់ចេះជួយយកអាសាគេចេះជួយរៀបចំហើយចេះញញឹមញញែមចេះអោនលំតូនភាពរាក់ទាក់ភាពប្រជាប្រិយរបស់គាត់ហ្នឹងធ្វើឲ្យគេចុះចិត្តនេះភពច័ន្ទហ្នឹងណាបងប្អូនប៉ុន្តែសម្រាប់បុគ្គលណាដែលមានភពច័ន្ទខ្សោយដួងចេតាតារាងកំណើតណាដែលមានភពច័ន្ទខ្សោយអាហ្នឹងគឺគាត់រឹងបើជាស្ត្រីគេហៅថាកិរិយាជាស្ត្រីទេប៉ុន្តែខ្វះភាពទន់ភ្លន់ខ្វះភាពញែកញក់បើសិនជាគាត់មានប្តីណាស្ត្រីនឹងអត់ចេះនិយាយទេចាអត់ចេះលួងលោមប្តីទេអត់ចេះយកចិត្តយកថ្លើមប្តីបងកើតអីបងញ៉ាំអីថ្មនេះបងសាបបាយឲ្យនៅបើសិនបើប្តីធ្វើការធ្វើអីខ្ញុំឧទាហរណ៍អញ្ចឹងណាបងប្អូនកូនចាស់បើសិនបើប្តីជាមន្ត្រីជាអីចឹងទៅចាបើសិនជាភពច័ន្ទរបស់គាត់ល្អអញ្ចឹងគាត់ចេះសួរចេះខលសួរបងនៅណាបងញ៉ាំបាយនៅថ្មនេះហើយបងកំពុងធ្វើអីការងារបងចាប់ពេលណាពេលណីម៉ោងប្រហែលបងមកផ្ទះអីចឹងទៅចាហើយមកដល់ផ្ទះប្តីមកដល់ផ្ទះចេះសួរម្ហូបអាហារអីផ្សេងចឹងទៅបងញ៉ាំអីចឹងតែនេះគឺភពច័ន្ទគឺនេះខ្ញុំសម្ដៅចឹងណាបងប្អូនកូនចាស់អាខាងមញ៉ែកមញក់ទន់ភ្លន់និយាយរួមទៅហើយយើងហៅថាចេះមយាកិរិយាស្ត្រីប៉ុន្តែមយានៅក្នុងភាពទន់ភ្លន់បែបស្ត្រីទេមិនមានមយាបែបល្បិចកលទេណាបងប្អូនកូនចាស់ចឹងសម្រាប់ស្ត្រីណាដែលមានភពច័ន្ទខ្សោយគឺអត់ចេះទន់ភ្លន់អត់ចេះញែកញក់ទេមិនមែនថាគាត់មិនស្រឡាញ់ប្តីមិនមែនថាគាត់ស្អប់ប្តីទេធម្មតាគ្រាន់តែគាត់ខ្វះមនោសញ្ចេតនាបែបទន់ភ្លន់ការយកចិត្តយកថ្លើមគ្នាអញ្ចឹងធ្វើឲ្យជីវិតគូរបស់គាត់នេះថ្ងៃអាទិត្យរបស់គាត់នេះមកជាបត្តនិនេះលេខ3នេះចាវាคล้ายជាចាបញ្ហានឹងគ្នាទេបងប្អូននេះដោយសារអីចានៅក្នុងរាសីចក្រផ្ទះទី1និងផ្ទះទី7គឺមុំ180ដឺក្រេសម្រាប់ឆ្នាំចាឆុង7នេះគេហៅថាឆ្នាំឆុង7ណាបងប្អូន180ដឺក្រេហ្នឹងផ្ទះទី1និងទី7ហ្នឹងគេហៅថាឆុង7ក្បួនចិនយើងរាប់មកខ្ញុំឧទាហរណ៍ណាជូតឆុងជាមួយអីជូតឆ្លូវខាថោះរោងចាម្សាញ់មមីនេះគឺ7ចាឆុង7នៅក្នុងក្បួនមិនថាក្បួនចិនក្បួនខ្មែរដូនតាយគឺគាត់ប្រកាន់ហ្នឹងអត់ឲ្យយកទេអាបង7ប្អូន7គាត់ថាវាមានបញ្ហាហើយបើសិនបើឆ្នាំហ្នឹងវាជាឆ្នាំធាតុភ្លើងដូចគ្នាឧទាហរណ៍អាទិត្យភ្លើងហើយគៀនេះខ្យល់ភ្លើងប៉ុន្តែវិវាទខ្យល់ក្តៅវាបែបលឿនរហ័សអញ្ចឹងគឺដូនតាបើសិនបើគាត់រាប់ឆ្នាំណាកូនចៅដែលមានបង7ប្អូន7អត់ឲ្យយកទេគេថាច្រើនតែព្រាត់ស្លាប់ហើយបើនៅជាមួយគ្នារស់ស៊ីវាអត់កបប្រសើរចាវាច្រើនមានបញ្ហាទំនាស់វិវាទដាក់មកខាងណាពាក្យថាដាក់មកខាងដូចដងរ៉ែអញ្ចឹងវាធ្ងន់អញ្ចឹងណាបងប្អូនវាអត់ស្មើទេវាធ្ងន់ផ្អៀងមកខាងអញ្ចឹងបើសិនជាអ្នកនោះមកខាងទៀតស្ត្រីនឹងគេមានសុខភាពមាំល្អបរោះនឹងវាបែរជាចុះខ្សោយឈឺរ៉ាំរ៉ៃចាហើយពិបាកក្នុងការមើលគ្នាណាបង7ប្អូន7ហ្នឹង
ai tràn ta luôn nâng nâng cứ được cô được cơ miền bánh hà chẳng ban bồ rán được bậc căn đồn ta ấy cứ cật bậc căn nào ở dầu tê miền bánh hà nâng kia nè trên trăm côn còn mình sợ cọp rong si còn mình sợ chỉ miền truộc chỉ vật ra ta luôn nói cho môi kia nên chùm lô bị việt ram rai ở trong môi chư môi chi chẳng tử hay mơ thai kia mình bàn cái ta mình luôn mình chạy mơ thai kia chị cho sự trai chạy thai bò ró bên tai bò ró nó mình sợ chạy vô ca nghe bò trai tê chà chẳng ngán chẳng bàn bò rán lục bạc căn chị cho ta bạn hơi tha đạ môi làng môi chà chẳng về cật cà phê lại lục con trái ở miền Bành Hà chẳng ngán bóng ớn chà